ឯកឧត្តមនេតភត្រាដឹកនាំកិច្ចប្រជុំអនុគណៈកម្មការទី3សារព័ត៌មាននិងផ្សព្វផ្សាយដើម្បីធ្វើបច្ចុប្បន្នភាពការងារក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូល Francophonie លើកទី20ឆ្នាំ2026ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនិងមានការចូលរួមពីសមាជិកប្រមាណជា90ប្រទេសជុំវិញពិភពលោកនិងអ្នកសារព័ត៌មានអន្តរជាតិជាង1000នាក់ការរៀបចំកិច្ចប្រជុំកំពូលនៃបណ្ដាប្រទេសនិយាយភាសាបារាំងលើកទី20ឆ្នាំ2026ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដើម្បីពង្រឹងចំណងការទូតជាមួយប្រមុខរដ្ឋាភិបាលពីប្រទេសប្រមាណ90ជាសមាជិកពេញសិទ្ធិនិងអ្នកអង្កេតការណ៍នៃបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំងកិច្ចប្រជុំអន្តរក្រសួងដើម្បីធ្វើបច្ចុប្បន្នភាពការងារត្រៀមរៀបចំកិច្ចប្រជុំកំពូល Francophonie លើកទី20របស់អនុគណៈកម្មការទី3នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល Francophonie លើកទី20ឆ្នាំ2026ដឹកនាំដោយឯកឧត្តមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានអនុគណៈកម្មការទី3បានធ្វើឡើងនៅព្រឹកថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025នាសាលប្រជុំព្រះវិហារទីស្តីការក្រសួងឯកឧត្តមរដ្ឋមន្ត្រីនេតភត្រាបានមានប្រសាសន៍ថាកិច្ចប្រជុំនេះឱកាសនេះគឺត្រៀមលក្ខណៈនៅរាល់កិច្ចការងារសំខាន់មួយចំនួនដើម្បីឲ្យអនុគណៈកម្មការទី3បំពេញបានជោគជ័យនៅរាល់ភារកិច្ចទាំង9ចំណុចដែលទទួលខុសត្រូវតាមរយៈការចូលរួមពីស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការអនុវត្តឲ្យបានល្អឯកឧត្តមរដ្ឋមន្ត្រីបានគូបញ្ជាក់ពីកិច្ចការងារសំខាន់9ចំណុចដែលអនុគណៈកម្មការទី3ត្រូវធ្វើគឺការរៀបចំចងក្រងនិងផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយអំពីប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល Francophonie លើកទី20ឆ្នាំ2026រៀបចំនិងផ្សព្វផ្សាយព័ត៌មានអំពីកិច្ចប្រជុំកំពូល Francophonie និងកិច្ចប្រជុំពាក់ព័ន្ធព្រមទាំងព្រឹត្តិការណ៍អមរៀបចំនិងគ្រប់គ្រងមជ្ឈមណ្ឌលសារព័ត៌មានសម្រាប់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិនិងផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចប្រជុំ Francophonie សម្របសម្រួលរៀបចំសន្និសីទសារព័ត៌មាននៅមុនអំឡុងពេលនិងក្រោយកិច្ចប្រជុំ Francophonie ធ្វើការតាក់ទងជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេសដើម្បីផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូល Francophonie ទៅកាន់ពិភពលោកគ្រប់គ្រងនិងចុះឈ្មោះសម្រាប់ការចេញបានសម្គាល់ជូនដល់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិគ្រប់គ្រងរាល់ការងារពាក់ព័ន្ធនឹងសារព័ត៌មានផ្សព្វផ្សាយនិងគេហទំព័រសម្រាប់ចុះឈ្មោះអ្នកសារព័ត៌មានគ្រប់គ្រងនិងសម្របសម្រួលអ្នកសារព័ត៌មានក៏ដូចជាសំណុំពររបស់អ្នកសារព័ត៌មានរៀបចំធ្វើបទបង្ហាញជូនដល់អង្គទូតពាក់ព័ន្ធការងារផ្សព្វផ្សាយព័ត៌មានឯកឧត្តមប្រធានអនុគណៈកម្មការទី3បានគូបញ្ជាក់ថាទិសដៅសំខាន់ក្រៅពីការផ្សព្វផ្សាយពីសារៈសំខាន់នៃកិច្ចប្រជុំគឺការផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោកតាមរយៈអ្នកសារព័ត៌មានដែលអញ្ជើញមកជាមួយគណៈប្រតិភូឬតាមស្ថាប័នទីភ្នាក់ងារសារព័ត៌មានផ្សេងទៀតអ្វីដែលសំខាន់ជាងនេះទៅទៀតផ្សព្វផ្សាយពីសក្តានុពលនៃប្រទេសកម្ពុជាក្រោមម្លប់សុខសន្តិភាពបន្ទាប់ពីការអនុវត្តនៅគោលនយោបាយឈ្នះឈ្នះតាំងពីឆ្នាំ1998មករហូតដល់ពេលនេះមានរយៈពេល27ឆ្នាំដែលកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនិងបានបង្ហាញពីតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិឯកឧត្តមប្រធានក៏បានបញ្ជាក់ពីគោលដៅចម្បងរបស់អនុគណៈកម្មការទី3គឺកិច្ចការងារផ្សព្វផ្សាយនិងកិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេសដើម្បីចូលរួមជួយជំរុញការផ្សព្វផ្សាយអំពីសក្តានុពលរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកនិងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិសូមជម្រាបជូនថាកិច្ចប្រជុំកំពូល Francophonie ជាជំនួបរវាងប្រមុខរដ្ឋាភិបាលដែលជាសមាជិកអង្គការអន្តរជាតិនៃក្រមបរទេសនិយាយភាសាបារាំងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗដូចជានយោបាយអន្តរជាតិសេដ្ឋកិច្ចពិភពលោកកិច្ចសហប្រតិបត្តិការ Francophonie សិទ្ធិមនុស្សអប់រំវប្បធម៌និងប្រជាធិបតេយ្យជាដើមកិច្ចប្រជុំ Francophonie លើកទី20ឆ្នាំ2026ដែលគ្រោងធ្វើនៅខេត្តសៀមរាបគឺជាលើកទី1ក្នុងរយៈពេល73ទសវត្សរ៍ចុងក្រោយនេះដែលកិច្ចប្រជុំកំពូល Francophonie ត្រូវបានរៀបចំឡើងនៅតំបន់អាស៊ីអាគ្នេយ៍កិច្ចប្រជុំនេះជាដំណាក់កាលដ៏សំខាន់មួយនៅក្នុងដំណើរការរៀបចំនិងបង្ហាញឆន្ទៈដ៏មុតមាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឲ្យកិច្ចប្រជុំកំពូលនៅកម្ពុជាក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោដើម្បីលើកកម្ពស់អង្គការ Francophonie នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកព្រមទាំងបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាចំពោះគុណតម្លៃនិងភាពរស់រវើកនៃសហគមន៍ Francophonie